ភរណៈដ៏ប្រសើរម៉ែឪដែលមានកូនចេះស្គាល់ប្រមាណខ្លួនចេះដឹងចំពោះឋានៈក្នុងគ្រួសាររបស់ខ្លួនទើបជាអ្នកមានជោគល្អបីដូចជាបានទទួលពរអំពីព្រះឥន្ទអញ្ចឹងកូនជាទីស្រឡាញ់របស់ម៉ែកូនពិតជាបានឃើញហើយចំពោះប្រុសស្រីខ្លះតែងខ្លួនឆើតឆាយតាក់តែងកាយដោយសម្លៀកបំពាក់ដែលមានតម្លៃខ្ពស់បំផុតព្រមដោយអលង្ការប៉ុន្តែមិនចេះរៀបចំខ្លួនឲ្យជាទីស្រឡាញ់ចូលចិត្តឡើយប្រុសស្រីរបៀបនេះมันអាចប្រៀបបាននឹងអ្នកដែលតែងខ្លួនគ្រាន់តែឲ្យបានសមរម្យប៉ុណ្ណោះប៉ុន្តែរៀបរយត្រឹមត្រូវសុភាពរាបសារច្រើនទៅដោយមេត្តាករុណានោះឡើយកែវភ្នែកស្រទន់កិរិយាសុភាពវាចាពិរោះស្មោះត្រង់ត្រឹមត្រូវនឹងចិត្តពេញទៅដោយព្រហ្មវិហារធម៌នោះគឺជាស្នេហ៍ដែលទាញស្រូបមនុស្សទាំងឡាយឲ្យស្រឡាញ់គោរពកោតក្រែងបីដូចជើងភ្នំដែលជាទីហូរធ្លាក់ចុះមកនៃទឹកដូច្នោះឯងចូលកូនចាំពាក្យម៉ែទុកចុះទោះបីកូនក្រទ្រព្យសម្បត្តិក៏ដោយតែកូនមិនត្រូវក្រសក្តីល្អឡើយថ្វីត្បិតតែកូនមិនមាននៅឋានៈខ្ពង់ខ្ពស់ក្នុងសង្គមតែសូមឲ្យកូនអណ្ដែតខ្លួនក្នុងពន្លឺរស្មីនៃសតិបញ្ញាក្នុងការរៀនការតម្កល់ខ្លួនឬការអ្វីទៀតក៏ដោយម៉ែសូមដាស់តឿនកូនថាចូលកុំប្រហែសស្វាក៏ចេះប្រយ័ត្នខ្លួនកុំឲ្យធ្លាក់ពីលើចុងឈើដែរមនុស្សយើងទោះបីជំនាញប៉ុណ្ណាឆ្លៀវឆ្លាតអង់អាចប៉ុណ្ណាក៏ដោយកាលណាបើប្រមាថធ្វេសប្រហែសហើយក៏រមែងផ្លាត់ធ្លាក់ខ្លួនដូចជាមនុស្សល្ងងខ្លៅអញ្ចឹងឯងក្នុងការរៀបចំទុកដាក់ខ្លួនជាមួយនឹងមិត្តភក្តិកុំឲ្យខ្ពស់ពេកនាំឲ្យគេស្អប់តែបើដាក់ខ្លួនទាបជាងគេពេកក៏នាំឲ្យគេមើលងាយដែរដូច្នេះត្រូវឲ្យល្មមឯចំណែកជាមួយគ្រូអាចារ្យនោះកូនត្រូវទួនខ្លួនគោរពអោនលំទោនដោយពាក្យលោកពោលថាឈ្នះអ្នកស័ក្តិខ្ពស់ដោយការអោនលំទោនឈ្នះអ្នកទាបខ្សោយដោយការសង្គ្រោះឈ្នះអ្នកស្មើដោយសេចក្តីព្យាយាមចំណែកឯការរៀបចំខ្លួនជាមួយភេទផ្ទុយគ្នាម៉ែសូមបញ្ជាក់ប្រាប់ដល់កូនស្រីម៉ែថាមនុស្សប្រុសខ្លាចមនុស្សស្រីណាដែលរៀបចំឥរិយាបថល្អ
មិននឹងកើងខ្លួនវាយរឹកហើយក៏មិនដោយខ្លួនដែរមានអាកប្បកិរិយាល្អរៀបរយរៀបសារមិននិយាយលេងរហូតដល់ហួសវិស័យស្រីការបើដូចនេះមនុស្សប្រុសរមែងក្រែងចិត្តនិងនិយាយលើកដំកើងសូមកូនម៉ែរក្សានៅគុណតម្លៃរបស់មនុស្សឲ្យបានថិតមាំមួននៅក្នុងខ្លួនសូមកូនកុំជាមនុស្សអស់តម្លៃឲ្យសោះគុណតម្លៃមនុស្សគឺជាសេរីសួស្តីនិងជាអភរណៈដ៏ប្រសើរក្នុងជីវិតណាកូនណា